ធ្វើការរាល់ថ្ងៃពេលខ្លះយកសុខភាពទៅបដូរយកលុយតែដល់ថ្ងៃមួយយើងក៏ត្រូវយកលុយដែលខំរកទៅបដូរយកសុខភាពមកវិញដែរវាជាការពិតមនុស្សជាច្រើនសប្តាហ៍ថ្ងៃនេះរស់នៅជាមួយភាពនឿយហត់សម្ពាធការងារដែលគិតថាវាជារឿងធម្មតាការចូលគេងយប់ជ្រៅញ៉ាំអាហារមិនទៀងពេលផឹកកាហ្វេច្រើន stress ពីការងារនិងជីវិតប្រចាំថ្ងៃរហូតដល់ថ្ងៃមួយរាងកាយចាប់ផ្ដើមផ្ដោតសញ្ញាឆាប់អស់កម្លាំងពិបាកផ្ដោតអារម្មណ៍មិនសូវមានថាមពលឬក៏ឈឺញឹកញាប់ជាងមុនហើយអ្វីដែលមនុស្សជាច្រើនមិនសូវចាប់អារម្មណ៍នោះគឺទម្លាប់រស់នៅប្រចាំថ្ងៃដែលអាចធ្វើឲ្យរាងកាយមិនទទួលបាននូវវីតាមីនឬក៏សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ជួយទ្រទ្រង់សុខភាពជាពិសេសអ្នកដែលធ្វើការច្រើនសម្រាប់តិចឬក៏មិនសូវញ៉ាំអាហារមានតុល្យភាពអាចធ្វើឲ្យរាងកាយឆាប់អស់ថាមពលនិងប៉ះពាល់ដល់សុខភាពរយៈពេលវែងរាងកាយមនុស្សត្រូវការវីតាមីននិងសារធាតុចិញ្ចឹមជាច្រើនដើម្បីជួយទ្រទ្រង់ថាមពលខួរក្បាលប្រព័ន្ធភាពស៊ាំនិងសុខភាពទូទៅដូច្នេះទូរវល់យ៉ាងណាក៏មិនគួរមើលរំលងការថែរក្សាសុខភាពខ្លួនឯងដែរចាប់ផ្ដើមពីរឿងតូចៗដូចជាគេងឲ្យបានគ្រប់គ្រាន់ញ៉ាំអាហារឲ្យបានទៀងពេលបន្ថែមបន្លែនិងផ្លែឈើទៅលើរបបអាហារប្រចាំថ្ងៃផឹកទឹកឲ្យបានគ្រប់គ្រាន់ហើយឆ្លៀតពេលសម្រាកនិងហាត់ប្រាណព្រោះលុយអាចរកបានវិញតែសុខភាពដែលបាត់បង់ខ្លាំងហើយគឺពេលខ្លះមិនអាចយកមកវិញបានទេ